តែរករំលឹកទីវារំបីអ៊ុំសង្ឃីមាគីសងគ្រងក្រមលំលងមកព្រះប្រធានកិត្តិយសប្រជារងគ្រងរួចរងផុតភ័យសម្ដេចប្រធានកង្កបាតក្រហមបងគុំពំនោមព្រះរាជសាវនីអង្គព្រះមហាក្សត្រប្រទានរាជកិច្ចអមរាជក្សត្រីមររាជមេតាមេតាមនុស្សធម៌អំណរព្រះរាជគុណព្រមទាំងសពបរមសុជនលោកអ្នកអញ្ញាគ្រប់ជនសពរងអ្នកនាងកញ្ញាបរិចាថវិកាច្រៀងថ្លាបវក្រមប្រធានបទកំណត់ទីវាបន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌សម្ដេចម៉ែសម្ដេចពុកសម្ដេចបវរស្មងសជួយជាតិគ្រប់កាលៈទេសៈទីមួយអង្គនងអង្គចន្ទ្រៃហារតីវិចាបេះដូងបញ្ចាំងនិស័យកូនម៉ែមនុស្សធម៌ខានបរំទឹកភ្នែកសែនរាក់ឃើញអ្នកទុនខ្សោយ8ឧសភាទីវាជ្រៀងថ្លាមូលនិធិដំឡាយន្តការអំណាយចែកជនរងទុកកំពុងដឹងហើយអំណាយមិនទាន់ដល់ជនរងគ្រោះកតេងព្រឹកបណ្ឌិតមុនរានីហ៊ុនសែនវេទីមុននេះមនុស្សធម៌ប្រធានកាកបាទក្រហមកម្ពុជាបវរួមប្រតិបត្តិការដ៏សែនពិសេសសម្ដេចអញ្ជើញជាគណៈអធិបតីខ្ពង់ខ្ពស់ថ្លាថ្លៃនាសសម័យកាលប្រជុំគណៈកម្មធិការកណ្ដាលការងារស្រួចស្រាលសង្គ្រោះប្រជាស្ដាប់របាយការណ៍ចលនាសកម្មក្នុងឆ្នាំ2018ផ្ដល់សេវាកម្មមនុស្សធម៌គ្រប់គ្រាតាមការគណនាពិតជាពិស្ដារផ្ដល់ជូនចំនួន 14,156
គិតជាគ្រួសារទទួលតើយប្រយោជន៍តាមរយៈអង្គសេវាជាង10ម៉ឺនគ្រួសារទៀតផងសម្ដេចសំដែងថ្លែងមកនៅតកភាពក្រោយពីបានជ្រាបការរាប់រៀបកន្លងអរគុណសម្ដេចលោកជំទាវទ្វេដងឯកឧត្តមរួមផងអ្នកស្ម័គ្រចិត្តយុវជន2018ជាសង្ខេយកម្មសស្រាំងសស្រាំរឹងមាំទ្វេគុណរាំងសានិរន្តរភាពទុនភ្លន់សង្គ្រោះប្រជាជនជួបគ្រោះមហន្តរាយកម្មវិធីអតិភិបបញ្ជ្រាបបន្តសវត្ថភាពចរាចរណ៍បន្តផ្សព្វផ្សាយថែទាំសុខភាពទី